អ្នករៀនភាគច្រើនមិនដឹងអត្ថន័យពាក្យចិននេះទេ What? ពាក្យ Tian ជាភាសាចិនមានន័យសំខាន់ច្រើនដែលប្រើញឹកញាប់ Oh my god. 搞错了，再来。 1. Tian ស្មើមេឃឬផ្ទៃមេឃសំដៅទៅលើមេឃឬអាកាសឧទាហរណ៍ Tian 很蓝មេឃ cute ណាស់ 看天上的云មើលពពកលើមេឃ 2. Tian ស្មើថ្ងៃមួយថ្ងៃឧទាហរណ៍ 一天មួយថ្ងៃ三天3ថ្ងៃ我学了3天ខ្ញុំរៀនបាន3ថ្ងៃ 3. 天ស្មើអាកាសធាតុប្រើជាមួយពាក្យផ្សេងឧទាហរណ៍今天的天气很好អាកាសធាតុថ្ងៃនេះល្អណាស់天气冷អាកាសធាតុត្រជាក់ 4. 天ស្មើជោគវាសនាឬធម្មជាតិប្រើក្នុងន័យអរូបីឧទាហរណ៍天天有命ទុកឲ្យជោគវាសនាកំណត់老天爷ព្រះមេឃឬព្រះជាម្ចាស់ពាក្យប្រើញឹកញាប់ជាមួយ天ថ្ងៃនេះ明天ថ្ងៃស្អែក昨天ម្សិលមិញ天រាល់ថ្ងៃ天气អាកាសធាតុសរុបខ្លីៗ天ស្មើមេឃថ្ងៃអាកាសធាតុធម្មជាតិបើវីដេអូនេះមានប្រយោជន៍សូមចុច Subscribe មួយហើយទុក comment ជាសំណួរក៏បាន